បាទញ៉ាំសូមគោរពនឹងជំរាបសួរទៅដល់បងប្អូនខ្មែរជំរុំជាតិក្នុងប្រទេសនិងក្រៅប្រទេសបាទនៅថ្ងៃនេះផ្ទាល់គឺខ្ញុំអូឃើញនៅព្រះសង្ឃមួយអង្គដែលខ្ញុំដាក់រហ័សនាមថាព្រះសង្ឃមិនចេះធម៌តែចេះនយោបាយចេះញុះញង់ខ្មែរឲ្យឆ្លោះគ្នាចេះញុះញង់ខ្មែរឲ្យជេរគ្នាចេះញុះញង់ខ្មែរឲ្យវាយគ្នានេះគឺព្រះសង្ឃបុត្របន្ទិញហើយខ្ញុំសូមផ្ដាំផ្ញើវីដេអូនេះទៅព្រះសង្ឃបុត្របន្ទិញមួយទៀតពាក់ព័ន្ធជាមួយនឹងយកឈ្មោះវីរៈកងទ័ពដែលពាក់លីជាឈ្នន់នៅក្នុងការរៀបអង្គាសលុយនិងឆោបបោកលុយបងប្អូនប្រជាពលរដ្ឋដើម្បីជួយទៅវីរៈកងទ័ពតែជាក់ស្ដែងអ្នកដែលលោករៀបអង្គាសលុយបានប្រហែលខែមុននេះរៀបអង្គាសលុយមកតើលុយដែលរៀបអង្គាសហ្នឹងតើឲ្យវីរៈកងទ័ពខាងណាណាទាំងដែលវីរៈកងទ័ពកំពុងតែម្នាក់កំពុងតែក្រុមអស់លោកស្រែកថាអូវីរៈកងទ័ពដាច់ទឹកដាច់បាយដាច់អីរាជរដ្ឋាភិបាលមិនជួយមិញអីចុះហេតុអីអស់លោកដែលកំពុងរៀបអង្គាសលុយដែលថាទៅជួយវីរៈកងទ័ពលុយនៅឯណាតាមពិតជាក់ស្ដែងបងប្អូនលោកបុត្របន្ទិញរៃលុយហ្នឹងគឺរៃលុយដើម្បីទៅធ្វើផ្ទះបាទផ្ទះទី2សម្រាប់ញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាណៃទៅចូលរួមឯណានោះទៅជាលោកទៅជារីយកឈ្មោះវីរៈកងទ័ពទៅរៀបអង្គាសលុយបាយជាទៅធ្វើផ្ទះអញ្ចឹងវិញឥឡូវសួរថាទង្វើនេះជាទង្វើអីគឺទង្វើឆោបបោកបងប្អូនប្រជាពលរដ្ឋដែលឆោបបោកញុះញង់ដែលឲ្យជឿលោកណាបើរឿងពួកប្រឆាំងខ្ញុំអត់និយាយពួកនឹងវាល្ងងណាស់ទៅហើយតែបងប្អូនប្រជាពលរដ្ឋយើងនៅក្នុងស្រុកនោះនឹកឃើញតែពួកគាត់ស្រឡាញ់កងទ័ពពួកគាត់ចង់ជួយកងទ័ពតែចង់ដឹងថាតើលោកបុត្របន្ទិញនេះយកលុយទៅជូនកងទ័ពមែនអត់តាមពិតអត់សោះលោកបន្ទិញយកលុយទៅធ្វើផ្ទះឯណានឹងឆ្កុយវិញទៅណាអានេះគឺជាទង្វើដ៏ថោកទាបរបស់ព្រះសង្ឃមួយអង្គនេះដែលមិនបានកាន់ពុទ្ធសាសនាបែរជាទៅដើររៀបអង្គាសលុយទៅសាងសង់ផ្ទះខ្លួនឯងសាងសង់ផ្ទះហ្នឹងទៅពេលដែលខ្លួនឯងសឹកទៅហ្នឹងគឺបានផ្ទះនៅខ្លួនឯងដែរយកណាសាសនាប្រទេសកម្ពុជាហ្នឹងទៅជន់ឈ្លីដើម្បីធ្វើជាមុខរបរដើរឆោបបោកលុយពួកប្រឆាំងពួកអីចឹងទៅថាបោកពួកប្រឆាំងក៏ពួកនោះវាល្ងងហើយមកបោកប្រជាពលរដ្ឋខ្មែរក្នុងប្រទេសទៀតមានប្រជាពលរដ្ឋខ្មែរម្នាក់ដែលគាត់ផ្ញើសារមកខ្ញុំបាទដែលគេនិយាយថាបានចូលបនតាមរយៈលោកបុត្របន្ទិញណាចំនួន$500ដើម្បីជូនទៅវីរៈកងទ័ពហើយគាត់ចង់ដឹងទៀតថាតើលោកបុត្របន្ទិញដែលព្យាយាមប្រឆាំងនេះថាតើចិត្តគាត់នឹងចង់ជួយវីរៈកងទ័ពមែនអត់តាមពិតអត់សោះវាយកទៅធ្វើផ្ទះហ្នឹងវិញផ្សេងបាទនឹងហើយបានជាសារដាស់តឿនថាបងប្អូនប្រជាពលរដ្ឋខ្មែរក៏ដោយទាំងនៅក្នុងស្រុកក៏ដោយនៅក្រៅស្រុកក៏ដោយមេត្តាឈប់ជឿទៅលើការញុះញង់ទៅលើការឆោបបោករបស់ព្រះសង្ឃមួយអង្គនេះទៅពីព្រោះព្រះសង្ឃមួយអង្គនេះគឺវាយកបាទពុទ្ធសាសនារបស់ប្រទេសកម្ពុជាហ្នឹងទៅដើរជន់ឈ្លីរៀបអង្គាសលុយដើម្បីសាងសង់ផ្ទះខ្លួនឯងបងប្អូនឃើញប្រហែលខែមុនដាក់សិទ្ធអីគេបុណ្យឧទ្ទិសកុសលបាទជូនដល់វីរៈកងទ័ពនឹងអ្នកស្នេហាជាតិឃើញគេចូលលុយប្រងព្រាតដល់ពេលជាក់ស្ដែងលុយទៅយកទៅធ្វើផ្ទះអញ្ចឹងវិញទៅអញ្ចឹងបងប្អូនណាខ្ញុំសូមដាស់តឿនឲ្យដាស់តឿនទៀតកុំដូចបងប្រុសម្នាក់ដែលគាត់នៅក្នុងប្រទេសកម្ពុជាបាទដែលជឿទៅលើការញុះញង់របស់លោកបុត្របន្ទិញបាទគាត់បានផ្ញើសារមកខ្ញុំអញ្ចឹងនេះគឺជាសារដាស់តឿនហើយដាស់តឿនទៀតថាឈប់ចាញ់បោកមិនថាតែលោកបុត្របន្ទិញក៏ដោយតែឲ្យតែក្រុមពួកប្រឆាំងដែលនៅក្រៅស្រុកពួកវាមិនបានជួយឲ្យប្រទេសកម្ពុជាទេវាថែមទាំងឆោបបោកប្រជាជនកម្ពុជាទៀតបាទសូមបងប្អូនជួយ share ដល់អ្នកនរគ្នានេះគឺជាសារដាស់តឿនសម្រាប់បងប្អូនបាទកុំឲ្យចាញ់បោកក្រុមពួកប្រឆាំងក៏ដូចជាព្រះសង្ឃមិនចេះធម៌អ្នកនរគ្នាបាទសូមអរគុណច្រើន